ជាបឋមខ្ញុំសូមបញ្ជាក់ថាគណៈបកសង្គ្រោះជាតិបានទទួលការគាំទ្រពីប្រជាពលរដ្ឋខ្មែរពីរដងតាមរយៈការបោះឆ្នោតរៀបចំដោយរបបហ៊ុនសែនគឺកាលពីឆ្នាំ2013ម្ដងដែលប្រជាពលរដ្ឋជ្រើសរើសអ្នកតំណាងរាស្ត្រហើយបន្ទាប់មកទៀតគឺ2017ដែលប្រជាពលរដ្ឋជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឱកាសនៃការបោះឆ្នោតពីរលើកនោះគឺគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានលួចបន្លំសរិទ្ធឆ្នោតអ្នកណាក៏ដឹងដែរទោះជាលួចយ៉ាងណាគណៈបកសង្គ្រោះជាតិនៅមានសម្លេងនៅបាតហឹបឆ្នោតណាអាគេលួចអាគេសម្លុតអាគេទិញអាគេបន្លំអីគ្រប់សពណាប៉ុន្តែវាច្រើនពេកនៅសល់នៅក្នុងបាតហឹបឆ្នោត 44% ទាំងឆ្នាំ2013ទាំងឆ្នាំ2017បើបន្ធូរដៃក្នុងការលួចបន្តិចណាគឺមិនមែនពាក់កណ្ដាលនគរឯលុះពីពាក់កណ្ដាលនគរអញ្ចឹងហើយបានគណៈបកសង្គ្រោះជាតិគឺមានភាពជាតំណាងលក្ខណៈជាតំណាងប្រជាពលរដ្ឋបោះឆ្នោតដែលហ៊ុនសែនបកពួកគាត់លួចតាមចិត្តបានពាក់កណ្ដាលនគរតែបើមិនលួចគឺលុះពាក់កណ្ដាលនគរឆ្ងាយគឺច្រើនលើលុបមានន័យថារបបហ៊ុនសែនអត់មានលក្ខណៈដែលជាតំណាងប្រជាពលរដ្ឋទេហ៊ុនសែនរបបហ៊ុនសែនហ៊ុនម៉ាណែតអីសប្តាហ៍នេះរដ្ឋាភិបាលពួកគេនោះគឺមិនតំណាងឲ្យប្រជាពលរដ្ឋទេគឺក្បត់ឆន្ទៈប្រជាពលរដ្ឋមានតែគណៈបកសង្គ្រោះជាតិទេដែលខ្ញុំរំលឹកឲ្យមិញណាដែលមានលក្ខណៈតំណាងប្រជាពលរដ្ឋដូច្នេះក្នុងលក្ខណៈក្នុងឋានៈដែលយើងជាតំណាងប្រជាពលរដ្ឋយើងត្រូវតែផ្ដួចផ្ដើមគំនិតដើម្បីការពារប្រជាពលរដ្ឋការពារផលប្រយោជន៍ជាតិអញ្ចឹងហើយបានយើងសម្រេចបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ពីព្រោះយើងមិនត្រូវបណ្ដោយឲ្យរបបហ៊ុនសែនដែលបង្កើតដែលដឹកនាំរដ្ឋាភិបាលក្បត់ឆន្ទៈប្រជានេះធ្វើអ្វីបានតាមចិត្តទេយើងឃើញថាពួកគាត់ធ្វើអ្វីកាន់តែអាក្រក់ទៅរឿងជិះជាន់ប្រជាពលរដ្ឋយើងដឹងហើយរំលោភសិទ្ធិមនុស្សយើងដឹងហើយចាប់ពលរដ្ឋស្រូតត្រង់ដាក់គុកយើងដឹងហើយណាប្លន់ដីធ្លីប្រជារាស្ត្រយើងដឹងហើយតែចុងក្រោយនេះអត់ចេះការពារទឹកដីឲ្យបាត់បង់ទឹកដីហ៊ុនសែនគាត់គម្រាមអមាញ់មិញគាត់ថាណាហ៊ាននិយាយពីរឿងព្រំដែនគាត់នឹងចាប់ដាក់គុកទាំងប្រសង់ទាំងក្រហោះណាក៏ដោយគាត់នឹងតាមចាប់បើគាត់ចាប់បានតែពួកយើងដែលមានសេរីភាពណាយើងហ៊ាននិយាយហើយត្រូវតែនិយាយវិសុអាស៊ីសេរីសហការីរបស់ជនច័ន្ទបុតគឺយើងមានកាតព្វកិច្ចដូចគ្នាយើងត្រូវតែហ៊ាននិយាយក្នុងនាមប្រជាពលរដ្ឋខ្មែរនៅលើទឹកដីប្រទេសកម្ពុជាដែលពួកលោកអត់មានសិទ្ធិអត់មានសេរីភាពនិយាយយើងមានសេរីភាពយើងត្រូវតែនិយាយអញ្ចឹងហើយបាទខ្ញុំសូមបញ្ជាក់ថារបបហ៊ុនសែននេះទាំងឪទាំងកូននេះអត់ការពារទឹកដីបូរណភាពទឹកដីផលប្រយោជន៍ជាតិយើងទេគឺគេការពារតែអំណាចរបស់គេដែលគេថាសុខចិត្តបាត់បង់ទឹកដីណាដោះដូរដើម្បីអ្វីដោះដូរដើម្បីការពារអំណាចរបស់ពួកគេធ្លាប់ហើយពីខាងកើតគេធ្វើអញ្ចឹងម្ដងហើយគេកាប់ទឹកដីដើម្បីបានអំណាចឥឡូវគេសុខចិត្តបាត់បង់ទឹកដីខាងលិចម្ដងឲ្យតែគេរក្សាអំណាចអញ្ចឹងហើយបានគាត់មិនឲ្យនិយាយទេការពិតវាអញ្ចឹងមែនយើងត្រូវតែព្រួយផ្ដើមគំនិតបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ឲ្យប្រជារាស្ត្រខ្មែរមានជំរឿកុំឲ្យរំពឹងហើយមិនអាចរំពឹងលើរដ្ឋាភិបាលទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃទេពីព្រោះអត់មានការពារទឹកដីអត់មានការពារប្រជាពលរដ្ឋមានតែធ្វើបាបប្រជាពលរដ្ឋបាទរដ្ឋាភិបាលយើងត្រូវចេញមកការពារផលប្រយោជន៍ជាតិបាទទី1រដ្ឋាភិបាលនោះឈ្មោះ$23បាទជាការរំលឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីស្ដីពីកម្ពុជាដែលបានចុះហត្ថលេខាថ្ងៃ$23 $1991បើយើងចង់ការពារទឹកដីប្រទេសកម្ពុជាកុំឲ្យបាត់បង់យើងត្រូវតែប្តឹងទៅហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារី18ប្រទេសណាគេបានសន្យាថានឹងជួយប្រទេសកម្ពុជាការពារប្រទេសកម្ពុជាពេលណារងគ្រោះអ្វីមួយឥឡូវយើងរងគ្រោះយើងបាត់បង់ទឹកដីយើងមិនចាំបាច់ទៅការពារខ្លួនយើងមានកម្លាំងតិចតួចណាយើងមិនចាំបាច់ទៅបង្ហូរឈាមអត់ប្រយោជន៍ទេសម័យនេះមនុស្សឆ្លាតមនុស្សដែលគេគោរពច្បាប់គេយល់ច្បាប់គេអត់ប្រើកងទ័ពទេ
គេប្រើច្បាប់អន្តរជាតិហើយច្បាប់អន្តរជាតិកម្ពុជាសម្រាប់ប្រទេសកម្ពុជាគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងហើយ$23ហ្នឹងហើយហ៊ុនសែនគាត់អត់ហ៊ានទេគាត់អត់ហ៊ានយក$23ទេពីព្រោះវាឡងទៅគាត់ពីព្រោះបើយក$23ទី1$23តម្រូវឲ្យគាត់គោរពសិទ្ធិមនុស្សឲ្យគោរពលទ្ធិប្រជាធិបតេយ្យបើគាត់ធ្វើបាបប្រជារាស្ត្រចាប់គេដាក់គុកអត់គោរពសិទ្ធិមនុស្សអត់គោរពលទ្ធិប្រជាធិបតេយ្យបើប្តឹងទៅ$23ថាអ្នកឯងមកប្តឹងខ្ញុំអ្នកឯងមិនខ្មាស់គេអ្នកឯងរំលោភ$23ហ្នឹងហើយឥឡូវអ្នកឯងមកចង់ពឹង$23អញ្ចឹងបានគាត់មិនហ៊ានប្តឹងទៅអ្នកចុះហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទី2វាឡងទៅរឿងទឹកដីណាតែឥឡូវប្តឹងរឿងទឹកដីនៅខាងលិចចុះអាទឹកដីខាងកើតដែលបាត់បង់ដែលហ៊ុនសែនបដ ாய் ដូរដើម្បីបានអំណាចនោះអាហ្នឹង$23ប្រទេសជាហត្ថលេខីគេថាអ្នកឯងនិយាយអត់ត្រឹមត្រូវអ្នកឯងធ្វើឲ្យបាត់បង់អ្នកឯងមិនដែលខ្វល់ពីបូរណភាពទឹកដីនៅខាងកើតប្រទេសកម្ពុជាអ្នកឯងទើបតែភ្ញាក់ពីដេកឲ្យ$23មកជួយការពារនៅខាងលិចម្ដងអញ្ចឹងគាត់គៀងហើយគាត់ធ្វើអត់កើតទេរដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតនេះធ្វើអត់កើតទេតើតែមានរដ្ឋាភិបាលមួយទៀតដើម្បីក្នុងនាមប្រជាពលរដ្ឋខ្មែរប្តឹងទៅកិច្ចព្រមហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23អញ្ចឹងហើយបានយើងត្រូវរំលឹក$23នេះដែលហ៊ុនសែនមិនអាចធ្វើមិនចង់ធ្វើមិនហ៊ានធ្វើនឹងមិនធ្វើយើងត្រូវតែធ្វើក្នុងនាមប្រជាពលរដ្ឋខ្មែរនឹងហើយមូលហេតុធំជាងគេទី1ការពារទឹកដីកុំឲ្យបាត់បង់ទឹកដីទី2ជៀសវាងការបង្ហូរឈាមអត់ប្រយោជន៍មិនចាំបាច់ទៅបង្ហូរឈាមទេបើអន្តរជាតិគេមានអ្នកសង្កេតការគេមានភ្នាក់ងារគេមានមធ្យោបាយមកការពារទឹកដីប្រទេសកម្ពុជាវាមានប្រសិទ្ធភាព10000ដងលើសអ្វីដែលយើងអាចធ្វើខ្លួនយើងបានប្រៀបធៀបទៅបរទេសដែលគេមានកម្លាំងខ្លាំងជាងយើងមិនអាស្រ័យតែលើរចនាសម្ព័ន្ធទេអាស្រ័យលើកាលៈទេសៈអាស្រ័យលើការវិវត្តភូមិសាស្ត្រនយោបាយឥឡូវមានរឿងថ្មីច្រើនណាស់នៅប្រទេសកម្ពុជាជុំវិញប្រទេសកម្ពុជាដែលធ្វើឲ្យរបបហ៊ុនសែនមិនអាចទៅមុខទេយើងមិនអាចឃើញហ៊ុនសែនស្ងាត់ស្ងៀមដែលមានព្រឹត្តិការណ៍កក្រឹកកក្រែងដោយសពថ្ងៃគាត់ស្ងាត់ស្ងៀមគាត់សុខចិត្តឈប់និយាយគាត់ចូលក្រោមដីសដប់ភួយចូលក្នុងរុនកណ្ដោពីព្រោះគាត់ដឹងថាគាត់ទាល់ច្រករឿងថ្មីដែលធំបំផុតពេលនេះណាមិនមែនរឿងព្រំដែនទេរឿងចោលអន្តរជាតិឆោបបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលតុលាការអាមេរិកកាលពីថ្ងៃ14តុលាឆ្នាំនេះប្រហែលអាទិត្យមុននេះគេបានចេញសេចក្តីសម្រេចតាមចាប់ Gen Z ហ្នឹងជានរណាជាមេក្រុមអក្រិតជនជាមេខ្លោងហើយគាត់មានតួនាទីជាទីប្រឹក្សាហ៊ុនសែនជាទីប្រឹក្សាហ៊ុនម៉ាណែតដែលមានឋានៈណាគេឲ្យឋានៈ Gen Z ហ្នឹងជារដ្ឋមន្ត្រីគាត់មានសញ្ជាតិជាខ្មែរគាត់មានងារបរមងារជាអ្នកអុកញ៉ាគឺគាត់នៅក្បែរហ៊ុនសែនមានថតរូបចិត្តស្និទ្ធជាមួយហ៊ុនសែនមានន័យថាគាត់មានឥទ្ធិពលខ្លាំងឥទ្ធិពលធំជាងគេគឺឥទ្ធិពលលុយគឺគាត់បានឆោបោកក្រុមគាត់បណ្ដាញគាត់ណាឆោបោក$15,000 លានអានោះគេរកឃើញតែគេបង្កក់ដែលគេត្រៀមរឹបអូ$10,000 លានហើយ Gen Z នេះគាត់ជាអ្នកចិញ្ចឹមរបបហ៊ុនសែនសូម្បីតែអង្គរៈហ៊ុនសែនហ្នឹងគឺ Gen Z ជាអ្នកចិញ្ចឹមហើយហ៊ុនសែនមានលុយច្រើនបំផុតធ្វើអីបានតាមចិត្តណាមែនតើមិនមែនមកពីប្រភពធម្មតាមិនមែនមកពីសេដ្ឋកិច្ចធម្មតាទេមកពីសេដ្ឋកិច្ចងងឹតដែលពួកចៅវារកបានអញ្ចឹងដែលហ៊ុនសែនទទួលលុយការចិញ្ចឹមពីចៅនេះគឺហ៊ុនសែនត្រូវការពារចៅគាត់មានអំណាចធ្វើបាបរាជបណ្ដោយឲ្យបរទេសយកទឹកដីខ្មែរអានឹងអំណាចគាត់អត់មានប្រើអីដែលមានប្រយោជន៍សម្រាប់ជាតិទេតែអំណាចគាត់យកទៅប្រើដើម្បីការពារចោលតែខ្ញុំចង់និយាយនេះគឺហ៊ុនសែនមានទោសធ្ងន់ណាស់មានការទទួលខុសត្រូវធ្ងន់ណាស់ពីព្រោះចោល Gen Z នេះណាមិនមែនតែរឿងឆោបបោកលុយកាក់ទេគឺវាពាក់ព័ន្ធនឹងបណ្ដាញអក្រិតជួញដូរគ្រឿងញៀនណាប្រធានាធិបតី Trump ឥឡូវហ្នឹងហ៊ុនសែនគាត់ចង់ទៅឯកជាមួយ Trump ណាគេ Trump ការពារគាត់ប៉ុន្តែ Trump ស្អប់ណាស់អ្នកជួញដូរគ្រឿងញៀននេះគាត់បាញ់ពលិចនាវានៅកណ្ដាលសមុទ្រអត់មានប្រមានអីទេត្រូវបាញ់ពលិចហ្មងអញ្ចឹងពួកអាចោដែលវាជួញដូរគ្រឿងញៀនវាមានលុយខ្មៅលុយកខ្វក់ដែលវាត្រូវលាង
យកមកលៀងនៅណាមកលៀងនៅស្រុកខ្មែរនេះគឺជាឋានសួគ៌នៃពួកចោរដែលធ្វើសកម្មភាពអូក្រិតមកលៀងលុយហើយវាធ្វើសកម្មភាពអូក្រិតមួយទៀតគឺវាចាប់ឃុំឃាំងមនុស្សអានោះគឺមានទោសធ្ងន់ណាស់នៅក្នុងនៅប្រទេសណាដែលមានច្បាប់ត្រឹមត្រូវគឺអ្នកណាដែលឃុំឃាំងមនុស្សបង្ខំមនុស្សឲ្យធ្វើការវាយដំមនុស្សធ្វើជារនកម្មរហូតដល់សម្លាប់មនុស្សប្រើមនុស្សនឹងឲ្យធ្វើអ្វីដែលដោយបង្ខំឲ្យទៅឆោបបោកគេឯងដើម្បីពួកចោរវាបានលុយណារឿងនេះធ្ងន់ណាស់អញ្ចឹងហើយបានហ៊ុនសែនអត់ហ៊ាននិយាយអីទេដែលគាត់រួញដែលគាត់ភ័យពីព្រោះគាត់មានរឿងច្រើនណាស់គាត់អត់ហ៊ានទៅឆ្លើយតបអីជាមួយប្រទេសជិតខាងជាមួយថៃទេពីព្រោះរឿងគាត់សំណុំរឿងគាត់អារឿងវាជន់ត្រួតគ្នាណាអារឿងធំជាងគេជារឿងចោលហ្នឹងហើយខ្ញុំថាបរិបត្តិណាឥឡូវនេះរបបហ៊ុនសែននេះគឺគេសម្គាល់គេចាត់ទុកថាជារបបចោលហើយគណៈបកប្រជាជនដែលមានហ៊ុនសែនជាប្រធានដែលមានហ៊ុនម៉ាណែតជាអនុប្រធានគេហៅថាគណៈបកចោលពីព្រោះប្រធានហើយអនុប្រធាននោះវាចូលដៃជាមួយចោលអញ្ចឹងហើយរបបហ៊ុនសែនអត់គង់វង្សទេអត់ថិតថេរទេបើកាលមុនបើគាត់តែធ្វើបាបតែខ្មែរស្លូតត្រង់ខ្មែរអត់អាចតដៃបានអានឹងចេះតែធ្វើទៅប៉ុន្តែឥឡូវទៅចូលដៃជាមួយចោលគឺអាញាធរប្រទេសដែលរងគ្រោះហើយពិភពលោកទាំងមូលនិយាយឲ្យចំទៅគេពួតដៃគ្នាគេកម្ចាត់ចោលសិនរួចទៅបានគេនឹងកម្ចាត់អាពួកការពារចោលគឺហ៊ុនសែនហ៊ុនម៉ាណែតតែម្ដងអញ្ចឹងហើយបានហ៊ុនសែនគាត់ភ័យរឿងហ្នឹងពីព្រោះទោះជាគាត់ធ្វើបាបខ្មែរបានតាមចិត្តតែម្ដងនេះសហគមន៍អន្តរជាតិប្រទេសទាំងប្រមាណដែលគេរងគ្រោះដែលពលរដ្ឋគេចាញ់បោកអាពួកចោលហើយដែលពលរដ្ឋគេត្រូវបានអាពួកចោលចាប់ឲ្យធ្វើជាសកលបង្ខំឲ្យធ្វើការរហូតដល់សម្លាប់ដោយជនជាតិកូរ៉េរដ្ឋាភិបាលប្រទេសទាំងនោះគេពួតដៃគ្នាទោះជាគេអត់ដឹងតែយើងត្រូវតែជម្រាបបងប្អូនជនរួមជាតិនៅប្រទេសកម្ពុជាដែលគេមិនផ្ដល់ព័ត៌មានឲ្យគឺអាសម្ពាធមកលើហ៊ុនសែននេះគឺកាន់តែខ្លាំងឡើងកលៈទេសៈហ្នឹងគឺយើងបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងគឺយើងត្រូវតែជំរុញឲ្យសំណាញ់ច្បាប់មកពាត់មកចាប់ហ៊ុនសែនដើម្បីឲ្យប្រទេសកម្ពុជារួចផុតពីកណ្ដាប់ដៃពួកផ្ដាច់ការមិនមែនតែផ្ដាច់ការទេឥឡូវយើងឃើញថាមិនមែនតែផ្ដាច់ការគឺក្បត់ជាតិថែមទៀតធ្វើឲ្យបាត់បង់ទឹកដីប្រទេសកម្ពុជាដើម្បីរក្សាអំណាចរបស់ខ្លួនអញ្ចឹងយើងត្រូវតែការពារទឹកដីប្រទេសកម្ពុជាឲ្យបានត្រឹមត្រូវតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23ហើយយើងត្រូវតែរំដោះប្រទេសកម្ពុជាពីក្រញ៉ាំក្រុមគ្រួសារឪកូនហ៊ុនសែនហ៊ុនម៉ាណែតនេះតើតែមានរដ្ឋាភិបាលមួយទៀតដើម្បីផ្ដល់ជំរឿសជូនប្រជារាស្ត្រខ្មែរហើយសកម្មភាពរបស់យើងគឺយើងរៀបចំបណ្ដាញឥឡូវនេះយើងបានរៀបចំបណ្ដាញបង្កប់បណ្ដាញសម្ងាត់ទូទាំងប្រទេសកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់គ្រប់ខេត្តក្រុងទាំងអស់បណ្ដាញសម្ងាត់បណ្ដាញបង្កប់របស់យើងគឺមានទាំងកងកម្លាំងប្រដាប់អាវុធផងដែលមិនពេញចិត្តកងកម្លាំងប្រដាប់អាវុធនៅប្រទេសកម្ពុជាគឺឈឺចិត្តណាស់ដែលហ៊ុនសែនគាត់ក្រាបតែហ៊ានចេញមុខឈរដើម្បីការពារប្រទេសកម្ពុជាតែហ៊ុនសែនគាត់ក្រាបគាត់សុខចិត្តក្រាបដើម្បីការពារអំណាចផ្ទាល់ខ្លួនត្រកូលរបស់ខ្លួនអ្នកណាបាត់បង់ទឹកដីអ្នកណាគេធ្វើបាបអីគាត់អត់ខ្វល់ទេអញ្ចឹងហើយបានខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅប្រទេសកម្ពុជាទាំងអស់មានទាំងកងកម្លាំងប្រដាប់អាវុធគឺយើងត្រូវត្រៀមលក្ខណៈដើម្បីងើបតតាំងប្រឆាំងរបបហ៊ុនសែនដករបបហ៊ុនសែនចេញដកហ៊ុនសែនចេញតែម្ដងដើម្បីឲ្យខ្មែរទាំងអស់បានសុខហើយប្រទេសកម្ពុជាបានគង់វង្សទឹកដីយើងបាននៅគង់វង្សហ៊ុនសែនគាត់អាចសម្លុតប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកបានគាត់អាចភូតផលប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកបានតែគាត់មិនអាចភូតផលអន្តរជាតិបានទេគាត់មិនអាចសម្លុតអន្តរជាតិបានទេផ្ទុយទៅវិញមានតែអន្តរជាតិសម្លុតគាត់មានរឿងរ៉ាវច្រើនណាស់ដែលគេបិទបាំងមិនឲ្យប្រជាពលរដ្ឋខ្មែរដឹងគឺអន្តរជាតិប៉ូលីសនគរបាលអន្តរជាតិមានទាំង FBI ប៉ូលីសអាមេរិកបានមកដល់ទឹកដីប្រទេសកម្ពុជាហើយបានចេញមុខធ្វើអន្តរាគមន៍ទៅបិទធនាគារទៅបិទទីតាំងឆិនស៊ីនៅទីក្រុងភ្នំពេញហើយគេអត់មានសុំច្បាប់ហ៊ុនសែនទេគេមកតែម្ដងចង់មិនចង់គេមកចាប់ចោលបើហ៊ុនសែនរៀបរៀងមិនអោយគេចាប់ចោលគេនឹងចាប់ហ៊ុនសែនតែម្ដងពីព្រោះឃើញថាហ៊ុនសែនវាចេញមុខការពារចោលច្បាស់កន្លែងពេកអញ្ចឹងហើយបានហ៊ុនសែនបានអត់ហ៊ានថាអីទេគេមកចាប់ចិនស៊ីប៉ុន្តែគេអត់មានប្រាប់មុនទេណាគេប្រាប់តែប្រហែលម៉ោងមុនទេថាគេមកដល់ហើយអញ្ចឹងហ៊ុនសែនមានពេលទៅប្រាប់ចិនស៊ីឲ្យចិនស៊ីរត់ទៅថាប៉ូលីសអាមេរិកមកដល់ហើយប៉ូលីសអាមេរិកនៅទីក្រុងភ្នំពេញប៉ុន្តែគេលាក់មុខគេចង់ទុកមុខឲ្យហ៊ុនសែនកុំឲ្យថាអូប៉ូលីសអាមេរិកមកធ្វើមកចាត់ចែងការងារខ្លួនឯងគេស្នើចង់មិនចង់ដូចសម័យខ្មែរក្រហមនេះអាពាក្យស្នើហ្នឹងគេឲ្យ
បលិសស្រុកខ្មែរនគរបាលខ្មែរឲ្យរដ្ឋាភិបាលចេញមុខទៅគេនៅពីក្រោយគេបញ្ជានៅពីក្រោយឲ្យបិទសកម្មភាពបញ្ចប់សកម្មភាពអក្រិតកម្មឆ្លងដែនរបស់ Gen Z ឥឡូវឃើញបិទកាស៊ីណូបនលបែងស៊ីសងខ្លះហើយប៉ុន្តែគេបិទអាតូចតាចទេគេចាប់តែមនុស្សកប៉ិចកប៉ុកទេកាស៊ីណូបនលបែងស៊ីសងធំអាចម្រោកអាទីតាំងរបស់ Gen Z វានៅពាក់ព័ន្ធជាមួយហ៊ុនសែនអញ្ចឹងបានហ៊ុនសែនការពារនៅតែការពារអញ្ចឹងធ្វើសារពជាពេលតែខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិទាំងអស់ថាទូទាំងពិភពលោកពេលដែលយើងកំពុងនិយាយគេបន្តសកម្មភាពនៅច្រើនប្រទេសណាយ៉ាងតិចណា20-30ប្រទេសដែល Gen Z វាមានទីតាំងវាមានសកម្មភាពវាមានទ្រព្យសម្បត្តិវាមានប្រាសាទវាមានមិនផ្ទះធម្មតាទេណាមានប្រាសាទមានរថយន្តមាសពេជ្រទាំងអស់គេទៅរឹបអូសវាច្រើនណាស់ច្រើនកន្លែងណាស់វាពូកែលាក់បាំងណាស់អញ្ចឹងហើយបានគេធ្វើការស៊ើបអង្កេតគេឃើញគេទៅអន្តរាគមន៍ណាគេទៅចាប់យករឹបអូសយកជាម្ដងពីព្រោះវាច្រើនពេកតែឃើញថានៅប្រទេសកម្ពុជាអត់ទាន់មានសកម្មភាពខ្លាំងក្លាបែបហ្នឹងទេធ្វើសារប៉ុន្តែកុំឲ្យហ៊ុនសែនសបាយគេដឹងហើយគេថាគេមិនចង់បំបែកសមុខភ្លាមនៅប្រទេសកម្ពុជាទេព្រោះគេមកដល់ហើយវាអត់រត់ទៅណាទេគេទៅបញ្ចប់សកម្មភាពនៅទូទាំងពិភពលោកសិនណាកំតិចបណ្ដាញចោលសិនដល់កំតិចបណ្ដាញចោលជុំវិញប្រទេសទូទាំងពិភពលោកជុំវិញពិភពលោករួចហើយបានបណ្ដាញចោលដែលនៅសេសសល់នៅប្រទេសកម្ពុជាគេមកកំតិចហើយពេលគេមកកំតិចឬមកកំចាត់ចោលគឺដូចជាកំចាត់ហ៊ុនសែនអញ្ចឹងណាចាប់ចោលកំចាត់ចោលវាដោយទាំងហ៊ុនសែនគឺត្រូវតែចាប់ហ៊ុនសែនដែរហើយពីព្រោះហ៊ុនសែនវាពាក់ព័ន្ធជ្រៅពេកជាមួយចោលការពារចោលតាំងពីដើមទីណាបើហ៊ុនសែនមិនការពារចោលតាំងពីដើមទីណាឆ្នាំ2011 12រហូតមកដល់សប្តាហ៍ពួកចោលទាំងអស់នោះក៏មិនអាចធ្វើសកម្មភាពក្រឹតក្រែងធ្វើបាបគេធ្វើបាបឯងប្លន់គេរាប់ពាន់លានដុល្លារបានដែរតើតែហ៊ុនសែនការពារហើយអាអ្នកការពារចោលឲ្យចម្រោកទៅចោលទទួលលុយពីចោលអានោះមានទោសដូចចោលអញ្ចឹងបាទហ៊ុនសែនខ្ញុំប្រាប់ទៅហ៊ុនសែនកុំសบายចិត្តពេកកុំទៅឥឡូវទៅអែបអាមេរិកកាំងទៅអែបអីនោះអត់រួចខ្លួនទេអែបអាមេរិកកាំងប៉ុន្តែអាមេរិកកាំងជាពិសេសប្រធានាធិបតីត្រុំនេះគាត់ស្អប់ចោលណាស់អារឿងគ្រឿងញៀនជាមួយចោលរៀងលុយឲ្យចោលនេះហ៊ុនសែនអត់រួចខ្លួនទេអញ្ចឹងបានកលៈទេសៈវាប្រែប្រួលលោកជនច័ន្ទបុតមិនមែនដូចឆ្នាំ2017ទេឥឡូវនេះចោលសកម្មភាពដែលវាខ្លាំងបំផុតហ្នឹងគឺចាប់ពី2021 22ដែលវាចាប់ផ្ដើមធ្វើសកម្មភាពឆោបបោកតាមអ៊ីនធឺណិតនេះទៅ5 6ឆ្នាំហ្នឹងទេដែលវាខ្លាំងមែនទែនហើយទោះវាធ្ងន់មែនទែនគឺដោយថាសកម្មភាពឆោបបោកបង្ខំមនុស្សឲ្យធ្វើការរហូតដល់សម្លាប់មនុស្សហ្នឹងហើយដែលហ៊ុនសែនមិនអាចរួចខ្លួនទេអញ្ចឹងហើយទីមួយយើងត្រូវគោរពច្បាប់ជាពិសេសច្បាប់អន្តរជាតិច្បាប់អន្តរជាតិគឺតម្រូវឲ្យយើងស្រោតត្រង់មិនឲ្យយើងចូលដៃជាមួយចោលគឺធ្វើសកម្មភាពខុសច្បាប់ហើយរឿងព្រំដែននេះរឿងដែលសំខាន់ជាងគេដែលនៅពីក្រោយរឿងព្រំដែនណាគឺរឿងចោលមិនក៏ខ្ញុំថាអញ្ចឹងរឿងហ្នឹងវាផ្ទុះរឿងព្រំដែនហ្នឹងវាផ្ទុះក្រោយពីអាជ្ញាធរថៃតាំងពីរដ្ឋាភិបាលមុនណាដឹកនាំដោយនាយករដ្ឋមន្ត្រីផៃថងថានកូនថាក់ស៊ីនឈីណាវ៉ាត់ណាគាត់បានចង្អុលមកប្រទេសកម្ពុជាគាត់បានលើកឡើងថាទីតាំងចោលធំជាងគេនៅតំបន់ហ្នឹងគឺនៅប្រទេសកម្ពុជាគាត់ចង្អុលមកទីក្រុងប៉ោយប៉ែតហ៊ុនសែនខឹងណាស់ពីព្រោះគាត់បានទទួលការសន្យាពីថាក់ស៊ីនឈីណាវ៉ាត់ណាដែលធ្លាប់ដឹកនាំប្រទេសថៃពីមុនណាថាមិនឆាឆៅហ៊ុនសែនឲ្យហ៊ុនសែនរកស៊ីជាមួយចៅទៅពីព្រោះចៅរកលុយបានកាន់តែច្រើនណាស់ហើយគេចែកជាមួយហ៊ុនសែនគឺរស់បានដោយសារចៅជីវិតហ៊ុនសែនជីវិតនយោបាយហ៊ុនសែនគឺអាស្រ័យលើចៅអាស្រ័យលើលុយចៅអញ្ចឹងហើយបានហ៊ុនសែនគាត់ថាទេថាក់ស៊ីនបានសន្យាថាមិនចង្អុលមុខគាត់មិនចង្អុលថាចៅទីតាំងធំរបស់វានៅលើទឹកដីប្រទេសកម្ពុជាដល់កូនស្រីថាក់ស៊ីនជានាយករដ្ឋមន្ត្រីចាប់ផ្ដើមចង្អុលបានហ៊ុនសែនខឹងរឿងហ្នឹងបានគាត់20មិនដល់24ម៉ោងមកគាត់ថាថាក់ស៊ីនអត់ចេះបដៅកូនព្រោះនាយករដ្ឋមន្ត្រីថៃចុងក្រោយនេះគឺកូនរបស់ថាក់ស៊ីនអញ្ចឹងគាត់ខឹងច្រឡោតតោតតុងគឺរឿងចោលទេពីព្រោះបើអាជ្ញាធរថៃហ៊ានបង្ក្រាបចោលគឺនឹងធ្វើឲ្យគាត់ដាច់លុយនោះគឺដូចដាច់ជីវិតហ្នឹងលុយចោលវាច្រើនពេកទៅហើយហ៊ុនសែនអត់ចេះរកអីទេក្រៅពីលួចជាតិធ្វើលួចរាជហើយស៊ីលុយពីចោលអញ្ចឹងហើយបានហ៊ុនសែនគាត់ខឹងរឿងអាជ្ញាធរថៃ
ចាប់ដើមចង់បង្ក្រាបបណ្ដាញចោលបានគាត់ខឹងអញ្ចឹងបានសភាពការនៅតាមព្រំដែនហ្នឹងដែលចាប់ក្តៅមែនទែនផ្ទុះឡើងហ្នឹងគឺដោយសារមូលហេតុហ៊ុនសែនខឹងច្រឡោតតោតងរឿងចោលទេអញ្ចឹងយើងត្រូវដោះស្រាយបញ្ហាទាំងអស់មិនមែនរឿងបញ្ហាព្រំដែនទេគឺដែលវាធ្វើឲ្យវាមានបញ្ហាដល់ប្រទេសជាតិបង្កើតបញ្ហាដល់ប្រជាជាតិហ្នឹងគឺរឿងចោលហ៊ុនសែនគាត់រស់ជាមួយចោលយើងត្រូវបញ្ចប់រដ្ឋាភិបាល$23គឺនឹងសហការជាមួយអន្តរជាតិគឺកម្ចាត់ចោលហើយកម្ចាត់ចោលយើងមិនចាំបាច់ធ្វើអីហ៊ុនសែនទេគឺហ៊ុនសែនគេអស់កទៅជាមួយចោលហើយចាំបាត់ហ៊ុនសែនគាត់ភ័យណាស់គាត់អត់ហ៊ាននិយាយរឿងអីទាំងអស់ពីព្រោះគាត់ដឹងថាវិលចុះវិលឡើងតាក់ទងនឹងអន្តរជាតិគឺអន្តរជាតិត្រូវអស់កគាត់អញ្ចឹងយើងនឹងបញ្ចប់រឿងចោលហើយឲ្យហ៊ុនសែនទទួលខុសត្រូវទៅចំពោះច្បាប់អន្តរជាតិដែលគាត់បានរកស៊ីជាមួយចោលហើយវិលត្រឡប់មកប្រទេសកម្ពុជាវិញខ្ញុំបញ្ជាក់ម្ដងទៀតគឺមានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេដែលជាស្នាប្រហ័សសម្ដេចព្រះបរមសីហនុដែលបានជំរុញឲ្យអន្តរជាតិទាំងមូលការពារប្រទេសកម្ពុជាការពារផលប្រយោជន៍ប្រទេសកម្ពុជាការពារទឹកដីប្រទេសកម្ពុជាអធិបតេយ្យភាពប្រទេសកម្ពុជាហើយធានាឲ្យកម្ពុជាមានរបបប្រជាធិបតេយ្យសេរីពហុបកគោរពសិទ្ធិមនុស្សហ៊ុនសែនគាត់ជន់ឈ្លីទាំងអស់អញ្ចឹងហើយបានយើងត្រូវធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23នោះរស់ឡើងវិញហើយដឹកនាំប្រទេសកម្ពុជាតាមគោលការណ៍ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសសុំឆ្លើយទៅពីរម៉ាត់ទេប៉ះពាល់ធ្ងន់ណាស់ទី1ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ហ៊ុនសែនមានឈ្មោះថាជាប្រទេសចោលដឹកនាំដោយចោលរកស៊ីជាមួយចោលធ្វើបាបអ្នកស្រុតត្រង់អញ្ចឹងគ្មានវិនិយោគណាគេមកចង់បដាក់ទុនមករកស៊ីនៅប្រទេសកម្ពុជាទេមានតែពួកចោលវាមករកស៊ីជាមួយចោលអាហ្នឹងខាតមួយឃើញទេបើយើងបញ្ចប់ការរកស៊ីជាមួយចោលយើងចំណេញយើងនឹងបានអ្នកវិនិយោគទុនល្អមកបង្កើតការងារនៅប្រទេសកម្ពុជាទី2ទេសចរគឺទេសចរស្រុកខ្មែរធ្លាក់ចុះពីព្រោះឈ្មោះប្រទេសកម្ពុជាគឺអាប់អួរពីព្រោះជាប្រទេសចោលអ្នកណាមកលេងស្រុកខ្មែរប្រយ័ត្នចោលចាប់បង្ខំឲ្យធ្វើការហើយគេខ្លាចគេអត់ចង់មកប្រទេសណាដែលដឹកនាំដោយចោលឲ្យពោពេញទៅដោយចោលអញ្ចឹងក៏ខាតទៀតទេសចរអ្នកនឹងរស់ពីទេសចរនៅប្រទេសកម្ពុជាក៏ច្រើនដែរកម្មករក៏បាត់បង់ការងារអ្នករកទទួលទានលក់ដូរអីហ្នឹងក៏បាត់បង់ការងារដោយសារវិនិយោគក៏អត់ទេសចរក៏អត់ហ្នឹងសូមអញ្ចឹងខ្ញុំសូមលើកដំកើងពាក្យមួយដែលជាការទ្រទ្រង់វប្បធម៌ថ្មីមួយពាក្យសមត្ថភាពនិយមគឺអ្វីអាស្រ័យលើសមត្ថភាពវាផ្ទុយស្រឡះពីគ្រួសារពីការឡើងតាមជើងខោពីគ្រួសារនិយមបពុនិយមពីអង្គើពុករលួយតើតែអាស្រ័យលើអ្នកដែលមានសមត្ថភាពអ្នកដែលមានស្នាដៃអ្នកដែលមានគុណបំណាច់អ្នកដែលស្រឡាញ់ជាតិពិតប្រាកដអ្នកដែលសំបីតែពលរដ្ឋខ្មែរធម្មតាដែលយល់ដែលចង់បានសេរីភាពចង់ការពារប្រៃឈើបរិស្ថានចង់ឲ្យមានយុត្តិធម៌សង្គមហ្នឹងហើយដែលមានទឹកចិត្តដែលយើងត្រូវឲ្យតម្លៃអញ្ចឹងបានយើងត្រូវឲ្យតម្លៃលើសមត្ថភាពលើទឹកចិត្តស្នេហាជាតិលើទឹកចិត្តយុត្តិធម៌ដែលសំខាន់ជាងគេតើតែមានផ្នត់គំនិតមានវប្បធម៌ថ្មីបាទយើងអាចធ្វើឲ្យប្រទេសយើងរីកចម្រើនបើនៅតែពុករលួយបពុនិយមគ្រួសារនិយមដូចពេលនេះគឺយើងងើបមុខអត់រួចទេប្រជាប្រដ្ឋខ្មែរគឺវេទនារហូតបាត់បង់ទឹកដីគេឈ្មោះយើងអាប់អោនហើយមានតែតកូលហ៊ុនហើយបាក់ពួកហ៊ុនសែនទេដែលធ្វើភ្លៀងធ្វើផ្គរមានបានតាមចិត្តធ្វើឲ្យរាជវេទនាហើយជាតិយើងរលាយ